ពន្លឺថ្ងៃរសៀលចែងចាំងចំណាំងពន្លឺភ្លឺច្រោះលំអងធូលីតាមរយៈមាត់បង្អួចរថយន្តនីសានចំណាស់ឆ្នាំមួយគ្រឿងកំពុងបរយឺតលើផ្លូវលំដីក្រហមហុយត្រឡោកខ្ញុំអង្គុយនៅលើកៅអីក្បែរពោតែកុងសម្លឹងមើលទៅខាងក្រៅដំណើរខ្យល់បក់មកប្រប្រាក់មុខនាំមកជាមួយក្លិនក្រអូបឈ្ងុយនៃផ្កាស្រស់ៗដែលគេដាំតាមមាត់របងផ្ទះខ្ញុំស្រូបខ្យល់ដង្ហើមចូលជ្រៅព្យាយាមបំពេញសួតដោយខ្យល់អាកាសនៅទីនេះហាក់បរិសុទ្ធខុសប្លែកពីទីក្រុងដ៏អ៊ូអរដែលខ្ញុំរស់នៅខណៈរថយន្តចាប់ផ្ដើមបរឡើងលើជើងភ្នំខ្ញុំសង្កេតឃើញផ្ទះតូចសង់របែបរដប់មួយរាប់ចុះផ្លូវដែលខ្លះសង់អំពីឈើខ្លះសង់ពីស័ង្កសីនិងខ្លះទៀតប្រក់ដោយស្លឹកត្នោតស្លឹកដូងស្ងួតក្រៀមចាស់ជាចម្រុះនៅជុំវិញសម្បូរដើមឈើធំដុះយ៉ាងក្រាក់ក្រែលផ្ដល់ម្លប់ត្រជាក់ល្ហឹមដល់ពួកអាក្មេងៗវ័យស្របាលខ្ញុំកំពុងផ្ដុំក្បាលគ្នាលេងនៅមុខផ្ទះសើចកាយយ៉ាងសប្បាយរីករាយលីឡំនឹងសំឡេងបាក់សីពោពេញលើលោកចាប់ស្រុករំអុកស្រែកយំរងំទុំខាងលើមេឃតាមក្រខុបរថយន្តបានមកបញ្ឈប់នៅមុខផ្ទះអ្នកមីងបង្កើតរបស់ខ្ញុំដែលគាត់មកតាំងលំនៅនៅក្នុងតំបន់នេះតាំងពីខ្ញុំនៅណាស្រានម្លេះមិនយូរប៉ុន្មានមីងសុភ័ក្រក៏បានចេញមកទទួលខ្ញុំដោយស្នាមញញឹមដ៏កក់ក្ដៅទឹកមុខរបស់គាត់ពោពេញទៅដោយភាពរស់រាយនិងរាក់ទាក់គាត់បាននាំខ្ញុំចូលទៅខាងក្នុងផ្ទះដែលមានក្លិនឈើចាស់និងក្លិនម្ហូបអាហារបែបជនបទដែលគាត់កំពុងចម្អិនបន្ទាប់ពីគាត់ទទួលអីវ៉ាន់ពីខ្ញុំយកទៅទុកដាក់ឲ្យខ្ញុំក៏ពុំទាន់បានទៅសំណេះសំណាលនឹងគាត់ទេគឺរវល់តែជួបចិត្តនឹងទស្សនវិជ្ជាដ៏ប្លែកចម្លែកអារម្មណ៍នៃបរិបទការរស់នៅរបស់អ្នកទីនេះគ្រប់ទិសទាំង4ងាកទៅខាងណាក៏សុទ្ធសឹងតែជាភ្នំទាំងតូចទាំងធំរុំព័ទ្ធមួយស្រឡាយព្រីប្រដូចជារបងខ្ពស់លើបក្បាលកាលដែលក្រឡេកមើលទៅខាងក្រោយបញ្ឆិតឆ្វេងណៃផ្ទះមីងរបស់ខ្ញុំក៏ប្រទះឃើញវត្តបុរាណមួយតាំងខ្ពស់ផុតដំបូលអ្នកស្រុកនៅលើភ្នំនោះផងដែរវាមានសន្តានដំបូលប្រត់ដោយក្បឿងចាស់ស្នឹមស្លែកកាន់ខ្មៅរត់ដែលប្រដប់រៀលមកដល់ចិញ្ចៀងដែលមានស្នាមប្រេះឃើញច្បាស់ពីចម្ងាយទំនងជាមានអាយុកាលមិនតិចឆ្នាំទេមិនតែប៉ុណ្ណោះថែមទាំងនៅបរិវេណជុំវិញវត្តនោះឃើញមានភ្នៅចាស់ជាច្រើនបញ្ចុះរាយដេកដាស់មានទាំងមង្គលថ្មចំណាំស្ទើរមកដល់ព្រំរបងផ្ទះមីងរបស់ខ្ញុំក៏បានសួរទៅមីងសុភ័ក្រដែរថាហេតុអ្វីបានជាមានភ្នៅខ្មោចនៅក្បែរផ្ទះច្រើនម្ល៉េះគាត់បានប្រាប់មកវិញថាភ្នៅនេះគឺវានៅទីនេះយូរហើយតាំងតែពីសម័យអាណានិគមបារាំងមកម្ល៉េះទេសភាពទាំងមូលមើលរូបទៅហាក់បីដូចជាគួរឲ្យព្រឺព្រួយបន្តិចតែប្រហែលជាធម្មតាទេសម្រាប់អ្នកនៅទីនេះខ្ញុំមកដល់ទីនេះបានក៏ដោយសារតែឪពុកម្ដាយរួមទាំងបងប្រុសបងស្រីខ្ញុំត្រូវចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃកត្តាជីវភាពគ្រួសារបានជំរុញឲ្យខ្ញុំឃ្លាតឆ្ងាយស្រុកកំណើតឃ្លាតទាំងឪពុកម៉ែធ្លាប់ជិះកង់លេងហ្គេមជុំគ្នាខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់នៅទីនេះក្រៅពីពូមីងនិងប្អូនជីដូនមួយខ្ញុំគ្មានស្គាល់អ្នកណាទៀតទេភូមិនេះហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ផ្ទះនីមួយស្ថិតនៅឃ្លាតពីគ្នាហើយចំនួនមនុស្សរស់នៅក៏ហាក់ដូចជាមានតិចតួចតែប៉ុណ្ណោះ
ប្រហែលជាមិនដល់20គ្រួសារផងធ្វើដំណើរលើរថយន្តនីសានជាច្រើនម៉ោងដែរហើយតាំងពីព្រឹកព្រលឹមខ្ញុំក៏រៀងល្វើយដែរគិតរកទៅងូតទឹកងូតភក់ឲ្យស្រឡះមុខមាត់បន្តិចសិនក្រោយពន្លឺថ្ងៃបាក់រសៀលបានរលត់ផុតទៅបន្តនឹងស្បែកងងឹតអាក់ពន្លឺភាពគ្រប់ដណ្ដប់លើភូមិស្ថានស្របពេលមីងសុភ័ក្របានធ្វើម្ហូបរួចរាល់គាត់ក៏ប្រញាប់ប្រញាល់មករៀបចំកន្លែងឲ្យខ្ញុំដេកគឺពុំមែនដេកបន្ទប់ក្នុងផ្ទះទេគឺនៅលើគ្រែមួយក្រោមដំបូលរោងខាងក្រៅផ្ទះតែចេះហេតុដែរព្រោះដំបូលជាប់គ្នាជាមួយតួផ្ទះខាងក្រោយនឹងមានទ្វារបិទជិតកាត់បន្ថយភាពស្រាវឆ្អឹងខ្នងបានមួយកម្រិតងូតទឹករួចរាល់ខ្ញុំក៏ដាក់ខ្លួនទម្រេះដេកលេងលើគ្រែនោះនឹងទាញសៀវភៅថ្លុកពីក្នុងកាតាបមកអានលេងកំដរអារម្មណ៍ក្នុងខណៈនេះដែរស្រាប់តែឮសំឡេងហៅឈ្មោះខ្ញុំល្វើយពីខាងក្នុងផ្ទះមកថាបងបញ្ញាម៉ែឲ្យមកហៅបងទៅហូបបាយគឺជាអាវ៉ានិតប្អូនជាដូនមួយរបស់ខ្ញុំអាយុ9ឆ្នាំវាដើរចូលមកគៀនិងចាប់អង្រួនជើងខ្ញុំតិចរួចនិយាយពាក្យដដែលខ្ញុំច្រត់ដៃងើបខ្លួនញញឹមនឹងងក់ក្បាលឆ្លើយតបរួចវាក៏រត់ចេញទៅវិញភ្លាមបន្ទាប់ពីទទួលទានអាហារពេលល្ងាចដ៏សាមញ្ញជាមួយគ្រួសារមីងសុភ័ក្រនិងពូដនគាត់បានសួរនាំខ្ញុំអំពីឪពុកម្ដាយខ្ញុំបន្តិចបន្តួចរួចខ្ញុំក៏ត្រឡប់មកសម្រាកនៅលើគ្រែក្នុងរោងខាងក្រៅផ្ទះដដែលកន្លែងតូចចង្អៀតក្បែរខ្លួនសុទ្ធសឹងតែជាស្នួរសម្លៀកបំពាក់និងរបស់របរចាស់រួមទាំងឧបករណ៍ប្រើប្រាស់ក្នុងការងារសំណង់របស់ប្តីគាត់នេះក្នុងយប់ដំបូងរបស់ខ្ញុំនៅទីនេះពោពេញទៅដោយសំឡេងធម្មជាតិសត្វល្អិតរាត្រីបន្លឺរងំក្បែរត្រជាទាំងមៀមទីទុយផ្ទុយពីផ្ទះខ្ញុំនៅឯទីក្រុងប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនសូវស្រួលនោះគឺឆ្កែវាចេះតែលូដែលលឺបន្តល្វើយបណ្ដាគ្នាមិនចេះចំមិនចេះហើយខ្ញុំពិបាកក្នុងការបិទភ្នែកដេកខ្លាំងណាស់ហើយក៏មានអារម្មណ៍ពុំសូវស្រួលប៉ុន្មានទេណាមួយពុំទាន់ទម្លាប់បានផងខណៈពេលដែលខ្ញុំកំពុងតែព្យាយាមដេកឲ្យលូត្រចៀករបស់ខ្ញុំក៏ចាប់បាននៅសំឡេងស្រាប់ចេញពីជំហានផ្ទះសំឡេងនោះហាក់ដូចជាអ្វីមួយកំពុងតែរត់ឬក៏ដើរឆ្លងកាត់នេះវាប្រហែលជាសត្វកណ្ដុរឬឆ្មាព្រៃដែលចេញរកស៊ីនៅពេលយប់ព្រោះនៅទីនេះសម្បូរណាស់បើទោះបីជាយ៉ាងណាក៏ដោយក៏មានអារម្មណ៍ថាខ្លាចបន្តិចបន្តួចដែរបើកភ្នែកក្រឡេកមើលទៅនាឡិកាចាស់ដែលព្យួរនៅលើជញ្ជាំងវាបង្ហាញមកជាងពាក់កណ្ដាលអាធ្រាត្រទៅហើយប៉ុន្តែភ្នែករបស់ខ្ញុំនៅតែភ្លឺស្រឡះស្វាងចាស់គ្មានងួយដេកសូម្បីបន្តិចខ្ញុំដកដង្ហើមធំនិងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថាមិនអីទេស្អែកនេះមីងសុភ័ក្រនឹងនាំទៅចុះឈ្មោះចូលរៀនហើយនឹងសុំគាត់ទៅដេកនៅលើឥដ្ឋខាងក្នុងផ្ទះវិញខ្ញុំទ្រាំសងងំបិតភ្នែកទាំងអារម្មណ៍មិនល្អនឹងដេកលងលក់ទៅទាំងបែបនេះបន្តមកដល់ព្រឹកព្រលឹមស្រាងមេឃត្រជាក់ធ្លាក់សន្សើមស្រេចរំលេចឡើងជាមួយនឹងអាបសក្បោកឃើញច្បាស់គ្រប់ដណ្ដប់តាមជើងភ្នំឯនេះរួមទាំងបរិវេណខាងមុខផ្ទះផងដែរក្រោយពីមីងសុភ័ក្ររៀបចំម្ហូបឲ្យពូដនទៅធ្វើការរួច
គាត់ក៏បន្តនាំអាវ៉ានិតទៅសាលារៀននិងនាំខ្ញុំទៅចុះឈ្មោះផងដោយសាលារៀនថ្មីរបស់ខ្ញុំមានទីតាំងស្ថិតនៅឯជើងភ្នំម្ខាងទៀតឆ្ងាយគួរសមអំពីផ្ទះមីងសុភ័ក្របាននាំពួកយើងដើរកាត់តាមផ្លូវខាងលើភ្នំរកក្បែររបងវត្តចំណាស់នោះត្បិតតែអាចចំណេញពេលបានច្រើននិងមិនសូវហត់តែសភាពបរិយាកាសវិញគឺស្ងាត់ជាងមុំតែម្ដងបោះជំហានមកដល់ទីខ្ញុំសង្កេតឃើញមានចេតិយចាស់ៗជាច្រើនដែលទ្រុឌទ្រោមនឹងសំណង់បុរាណមួយចំនួនបាក់បែកលេចឡើងនៅខាងឆ្វេងដៃមានរចនាបថចម្លែកមិនដូចបទខ្មែរទូទៅដោយដែលធ្លាប់ឃើញសោះមីងសុភ័ក្របានប្រាប់មកខ្ញុំថាវត្តនេះត្រូវបានកសាងឡើងដោយជនជាតិកូឡាតែគាត់ពុំប្រកាសឆ្នាំទេខ្ញុំប្រឹងជំទិតជើងមើលពីលើរបងខ្ពស់ក៏បានប្រទះឃើញស្រះទឹកធំមួយនៅខាងក្នុងផ្ទៃទឹកពណ៌ខៀវស្លែក៏ខ្វក់ព្រមទាំងមានដើមជ្រែកក្រឹម 4-5 ដើមបាំងម្លប់ត្រជាក់ល្ហឹមនិងទម្លាក់ពុកមាត់រទេរតាយចូលប្រផាត់ទឹកក្នុងវត្តឃើញមានតែសង្ឃប៉ុន្មានអង្គកំពុងបោះប្រមូលស្លឹកឈើនៅទីធ្លាខាងក្នុងមើលទៅហាក់ដូចជាសោះក៏ក្រោះណាស់មិនយូរប៉ុន្មានក៏បានមកដល់សាលារៀនក្នុងថ្ងៃដំបូងនេះបន្ទាប់ពីមីងសុភ័ក្រនាំចូលចុះឈ្មោះរួចលោកគ្រូនាយកក៏អនុញ្ញាតឲ្យខ្ញុំចូលរៀននៅថ្ងៃនេះតែម្ដងក៏ដោយហេតុដដែលព្រោះតែពុំសូវមានមនុស្សរស់នៅទេនៅក្នុងថ្នាក់រៀននីមួយៗចាប់ពីទី1ដល់ទី6មានវត្តមានសិស្សមិនដល់20នាក់ផងក្នុងមួយថ្នាក់លោកគ្រូនាយកសាលានាំខ្ញុំចូលទៅកាន់បន្ទប់ថ្នាក់ទី6កនិងបន្តនាំទៅជួបអ្នកគ្រូបន្ទប់ថ្នាក់ដោយឡែកមីងសុភ័ក្រនៅឈរញញឹមខាងក្រៅបង្អួចរួចគាត់ក៏ត្រឡប់ទៅវិញបន្ទាប់ពីអ្នកគ្រូឲ្យធ្វើការណែនាំខ្លួនរួចគាត់ក៏ឲ្យខ្ញុំចូលទៅអង្គុយជាមួយក្មេងប្រុសម្នាក់រៀងស្គមសម្បុរសវាមានឈ្មោះថាអាខេហើយវាក៏ជាមិត្តទី1ដែលបាននិយាយរកខ្ញុំនៅក្នុងបន្ទប់រៀននេះពួកយើងអង្គុយស្ដាប់គ្រូបង្រៀនយ៉ាងស្ងៀមស្ងាត់ប៉ុន្តែអារម្មណ៍ខ្ញុំហាក់ដូចជាមិនទាន់អាចផ្ដោតលើបរិយាកាសថ្មីនេះបាននៅឡើយទេខ្ញុំនឹកម៉ាក់ប៉ារបស់ខ្ញុំណាស់នឹកពូម៉ាក់នៅឯស្រុកកំណើតតែចេះតែខំប្រឹងសម្របខ្លួនសង្ឃឹមថ្ងៃណាមួយម៉ាក់របស់ខ្ញុំនឹងមកទទួលខ្ញុំត្រឡប់ទៅវិញលុះប្រមាណ1អាទិត្យក្រោយមកក៏ចាប់ផ្ដើមស្គាល់គេស្គាល់ឯងនិងមានពូម៉ាក់ថ្មីជាច្រើនលេងសើឯកាដូចពីមុនគ្រួសាររបស់ពួកវាមិនសូវជាធូរធារទេភាគច្រើនជាកម្មករសំណង់និងជាអ្នកស៊ីឈ្នួលរែងត្បូងរំលងដល់ខណៈពេលថ្ងៃល្ងាចម៉ោង5ក្មេងៗគ្រប់គ្នារៀបចំសម្ភារៈបិទបង្អួចថ្នាក់រៀននិងអង្គុយយ៉ាងស្ងៀមស្ងាត់រងចាំត្រឡប់ទៅផ្ទះដំណើរពន្លឺថ្ងៃចាំជះអំពីទឹកខាងលិចចំកណ្ដាលមុខខ្ញុំខ្យល់បក់ត្រសៀកត្រស៊ីផើអស់សក់ក្បាលត្រជាក់ខ្លួនស្រេកគ្រប់គ្នាប្រញាប់ប្រញាល់ត្រឡប់ទៅទីលំនៅរៀងខ្លួនលើកលែងតែអា3នាក់ដែលជាពូម៉ាក់ថ្មីរបស់ខ្ញុំមានអាខេអាស្ដៅនិងអាក្តានវាបានខត់ខ្ញុំឲ្យនៅលេងឈួរជាមួយពួកវានិងដើរលេងខាងក្នុងបរិវេណសាលាដើររើសផ្លែត្នោតទុំនៅម្ដុំគៀនរបងបន្លាលួពួកវាដំណាំគ្នារើសយក
ដួលត្រឡប់ត្រលឹងសាយក៏ក្អឹកខ្ញុំចូលមើលទាំងឆ្ងល់ដើរទៅជិតនិងសួរទៅកាន់អាខេងថាហើយពួកឯងតនាំគ្នាយកទៅធ្វើអីនឹងវាក៏បានឆ្លើយប្រាប់មកខ្ញុំថាគឺយកទៅឲ្យម៉ែរបស់អញធ្វើបង្អែមឲ្យស៊ីនឹងណាអញមិនអាចស៊ីទេអីបន្ទាប់ពីស្ដាប់វានិយាយរួចខ្ញុំក៏បានរើសយកមួយផ្លែមកកាន់នឹងគេដែរក្រឡេកទៅឯខាងស្ដាំដៃមិនឆ្ងាយប៉ុន្មានអំពីទីនេះក៏ប្រទះស្រះទឹកធំមួយដែលមានដើមស្វាយដុះទេទម្លាក់មេឃគ្របពីលើខ្យល់រង្គើមកម្ដងជំរុះស្លឹកលឿងទុំដាច់ធ្លាក់ចូលទៅក្នុងទឹកពណ៌ខៀវងងឹតនឹងមើលឃើញផ្លែស្វាយទាំងចំកោមពីចម្ងាយពួកវាកំពុងតែប្រគៀកគ្នាដើរសម្ដៅទៅជជែកគ្នាតាមផ្លូវបណ្ដើរនិងងាកមកប្រាប់ខ្ញុំថាតោះអបញ្ញាយើងទៅបេះស្វាយស៊ីបន្តិចសិនហើយចាំទៅផ្ទះទាំងអស់គ្នាមកដល់ក្បែរគល់ពួកវាក៏នាំគ្នាដកស្បែកជើងប្រតោងឡើងឈរលើមេឃសាខាឈោងដៃបេះផ្លែស្វាយខ្ចីខ្ញុំក៏សាក់លបងឡើងតាមពីក្រោយពួកវាដែរប៉ុន្តែខណៈពេលដែលកំពុងតែបេះនោះអាខេវាចាប់ផ្ដើមប្រែទឹកមុខងាកមករកខ្ញុំនិងស្រដីថាអាបញ្ញាអញប្រាប់រឿងមួយឯងដឹងទេស្រះទឹកដែលនៅខាងក្រោមយើងនេះចាស់និយាយតគ្នាថាធ្លាប់មានមនុស្សស្លាប់ខ្ញុំស្ដាប់ហើយក៏ភ្ញាក់ព្រឺរួចវាក៏បន្តភ្លាមថានៅមិនទាន់អស់ទេខាងក្រោមបាតស្រះត្រជាក់នេះក៏មានខ្មោចទឹកមួយដែរដែលវាមានរូបរាងដូចស្វាភ្នែកក្រហមធំប៉ុនពុំមាន់ដៃជើងវែងពោះធំកំប៉ោងហើយក្បាលរបស់វាត្រង់រលោងដូចគ្រាប់ផ្ទៅវាចាំទីជើងមនុស្សចូលទៅក្នុងបាតស្រះកន្លែងរបស់វាអាខេងវានិយាយបណ្ដើរនិងលោតចុះបណ្ដើរទាំងពីរអ្នកទៀតក៏នាំគ្នាលោតចុះទៅពីលើដើមស្វាយរត់ចោលខ្ញុំមិនអស់រលីងខ្ញុំក៏កំពុងព្យាយាមប្រតោងមេឃចុះទៅដូចគ្នាពួកវារត់បណ្ដើរសាយបណ្ដើររហូតដល់តែខ្ញុំតាំងទាន់អាខេងអស់សំណើសាយផងមកមុខខ្ញុំផងដែលកំពុងផិតភ័យខ្ញុំមិនសូវជឿរឿងបែបនេះទេតែក៏ស្រាប់តែមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីស្ដាប់វានិយាយរួចក្រោមផ្ទៃមេឃងងឹតបន្ថយពន្លឺឮតែសំឡេងពួកវាសាយចំអស់មកកាន់ខ្ញុំមករហូតភ្លើភ្លាមវាហាក់ដូចជាដឹងថាខ្ញុំកំពុងភ័យវាក៏និយាយថាតាមពិតទៅអញក៏ហៅឯងទេវាគ្មានខ្មោចណាទេអាស្ដៅនឹងអាក្តានវាចង្អុលមកខ្ញុំទាំងសាយក៏ក្អឹកនឹងបន្លឺសំដីថាបានហើយអាខេងហើយចេះតែធ្វើបាបវាហើយមើលវាភ័យឡើងស្លេងមកស្លេះកថ្ងៃរៀងស្រអាប់ពន្លឺដែរហើយពួកយើងក៏បន្តដំណើរដើរកាត់ផ្លូវខាងលើភ្នំត្រឡប់ទៅទីលំនៅចុះមកដល់មាត់របងមុននឹងឈានជើងជួបផ្ទះខ្ញុំងាកទៅផ្លូវនិងនិយាយទៅកាន់ពួកវាថាអរគុណពួកឯងណាស់ដែលបានបំភ័យអញស្ទើរតែកែងបេះដូងពួកវាសើចព្រមគ្នានិងបន្តថាថ្ងៃស្អែកជួបគ្នាវើយអញទៅផ្ទះហើយហេវបាយណាស់
ត្រឡប់ចូលមកដល់ក្នុងផ្ទះខ្ញុំក៏បានទៅជម្រាបសួរមីងសុភ័ក្រតាមរបៀបដែលម៉ាក់ខ្ញុំធ្លាប់បង្រៀនរួចដោះអាវសដាក់ក្នុងកន្ត្រករៀបយកទៅគួរឲ្យហើតែមីងសុភ័ក្របានស្រែកប្រាប់ពីជំហានផ្ទះតាមបង្អួចមកថាបញ្ញាអើយទុកត្រង់នោះហើយចាំមីងបោកឲ្យស្របពេលដែលពូដនក៏ត្រឡប់មកពីធ្វើសំណង់វិញល្មមនេះម៉ោង6ជាងក្នុងផ្ទះចាប់ផ្ដើមងងឹតព្រាលវណ្ណិតប្អូនជីដូនមួយខ្ញុំវាចាប់អស់ចង្គៀងបំភ្លឺកណ្ដាលផ្ទះផ្លុងមីងសុភ័ក្របានលើកបាយលើកម្ហូបមកដាក់ផ្ទាល់ឥដ្ឋនិងអង្គុយទទួលទានជុំគ្នាខ្ញុំកាន់ស្លាបព្រាធ្មឹងកាត់អស់មួយស្របោះពូដនក៏បានសួរមកខ្ញុំថាយ៉ាងម៉េចហើយបញ្ញាមិនដេចក៏មិនហូបទៅក្មួយនៅចាំអីមីងសុភ័ក្រយកដៃកេះគាត់រួចក៏កាត់សម្ដីថាប្រហែលជាបញ្ញាវានឹកម្ដាយនេះហើយខ្ញុំដុំហូបដាក់ចូលចានមួយដុំនិងតបថាបាទអត់អីទេមីងម៉ាក់ខ្ញុំគាត់ប្រាប់ខ្ញុំថាគាត់ទៅអត់យូរទេនឹងហើយក្មួយខំហូបបាយហើយខំរៀនទៅកុំគិតច្រើនអីពូមីងនិងអាវ៉ានិតសុទ្ធតែជាសាច់ឈាមរបស់ឯងតើមិនមានអ្នកដទៃឯណាអាវ៉ានិតញញឹមដាក់ខ្ញុំនិងដួលពងទាមួយគ្រាប់ឲ្យខ្ញុំនិងនិយាយថាខ្ញុំសប្បាយចិត្តណាស់ដែលបងបញ្ញាមកនៅទីនេះខ្ញុំមិនអបសោកអង្គុយលេងដីឥដ្ឋម្នាក់ឯងដោយពីមុនទៀតទេខ្ញុំញញឹមឆ្លើយតបនិងយកដៃទៅប៉ះក្បាលវាតិចខ្ញុំហូបមិនសូវបានច្រើនទេអស់បាយកន្លះចានក៏ងើបចេញជាមួយអាវ៉ានិតព្រមគ្នាក្នុងគម្លាតពេលនេះមីងសុភ័ក្រកំពុងតែញាត់បាយចូលទៅក្នុងមាត់បណ្ដានិងនិយាយទៅកាន់ពូដនបណ្ដាថាពុកវាអើយខ្ញុំភ្លេចជាប្រាប់ទៅកាលពីថ្ងៃមិញខ្ញុំទៅទិញម្ហូបនៅឯផ្សារបានឮជាសងផ្ទះនៅឯចំភូមិនិយាយនៅក្រោយផ្ទះរបស់គាត់គឺមានមនុស្សចងកស្លាប់ពូដនងាកមកផ្ទៀងស្ដាប់ខណៈដែលមីងក៏បន្តថាឮថាជាស្រីម្នាក់ស្លាប់ទាំងកូននៅក្នុងពោះផងតិចលោជានាងម៉ារីដែលខ្ញុំឧស្សាហ៍យកសម្ពត់ទៅដេរនោះទេដឹងភូមិយើងដូចគ្មានឃើញអ្នកណាពុះធំទៀតផងពូដនដាក់ស្លាបព្រាបាយចោលនឹងតបមកវិញថាកុំចេះតែសន្និដ្ឋានគេបដិបដាហើយឯងមិនសួរគេឲ្យបានច្បាស់ទៅថាជាអ្នកណាមីងសុភ័ក្របើកភ្នែកធំនិងបន្តទៀតថាចុះវាមានអ្នកណាទីអ្នកស្រុកគេថាប្រហែលជាវាខឹងនឹងប្តីពេកដែលចូលចិត្តលេងល្បែងស៊ីសងព្រឹកល្ងាចហើយប្រាក់ដែលស៊ីឈ្នួលគេរែងត្បូងនៅឯបននោះក៏មិនដែលបានសល់ទេមកដល់ផ្ទះក៏តែងតែរករឿងឆ្លុះប្រកែកចង់ទៅលេងប្រពន្ធយីសងក៏ថាប្តីរបស់នាងម៉ារីទំនងជាលួចមានស្រីខាងក្រៅទីទៅមិនដែលសល់ប្រាក់ចូលផ្ទះបែបនេះហើយគ្នាពុះធំផងមិនដឹងជាក្រុមគ្រាចិត្តយ៉ាងណាទេទើបដល់ថ្នាក់ចងកសម្រាប់ខ្លួនចឹងពូដនប្រមូលឆ្អឹងត្រីដាក់ក្នុងចាននិងតបថាស្លាប់ទាំងកូនក្នុងពោះចឹងច្បាស់ជាមិនធម្មតាទេឯងដែល
ចាស់ចាស់និយាយទេមនុស្សស្រីដែលស្លាប់ទាំងមានផ្ទៃពោះគឺវានឹងកើតទៅជាព្រីស្ដាប់បានតែត្រឹមនេះខ្ញុំក៏ដើរហួសយកចានទៅដាក់ក្បែរពីងបន្ទាប់ពីទទួលទានអាហារពេលល្ងាចបោះជូតកន្លែងរួចរាល់មីងសុភ័ក្រក៏បានក្រាលកម្រាលឲ្យខ្ញុំដេកនៅកណ្ដាលផ្ទះក្បែរកន្លែងហូបបាយមុននេះគាត់បានចាប់អាគុយបើកទូរទស្សន៍សខ្មៅមួយគ្រឿងតាំងនៅលើតុជាប់ជញ្ជាំងបន្ទប់គាត់ខាងក្រៅពួកយើងអង្គុយមើលរឿងភាគចិនជុំគ្នារហូតដល់តែរៀងស្រកបាយទើបគាត់នាំកូននិងហៅពូដនចូលទៅសម្រាកមុនចូលទៅក្នុងបន្ទប់គាត់បានងាកមកប្រាប់ខ្ញុំថាបញ្ញាអើយពេលឈប់មើលទូរទស្សន៍កុំភ្លេចដកដង្កាប់ផងណាក្មួយខ្ញុំងក់ក្បាលតនិងចុចបដូរប៉ុសពីមួយទៅមួយបន្ទាប់ពីចប់រឿងភាគចិនទៅគ្មានអ្វីគួរឲ្យចង់មើលសោះខ្ញុំដកដង្កាប់អាគុយចោលតាមដែលគាត់ប្រាប់ឬក៏ត្រឡប់មកដេកក្រលំភួយត្រាប់ណាំទ្រូងលើកម្រាលខ្ញុំដេកងើយសម្លឹងមើលតែស្រមោលព្រាលងងឹតលើក្នុងដំបូលបន្ទាប់ពីពន្លឺទូរទស្សន៍រលត់ណាស់ទៅសំឡេងសត្វព្រាត្រីក៏បន្លឺឡើងសាជាថ្មីទាំងចង្រិតកណ្ដោក្អុកអាត់មានទីទុយលន់រងំរួមទាំងសំឡេងជជែកគ្នាតិចរបស់ពូមីងអំពីប្រធានបទខ្មោចពស់ធំចងកសម្រាប់ខ្លួននោះខ្ញុំប្រែខ្លួនឬបំរាស់ទៅមកដេកពុំលក់ទេហើយក៏រៀងមានអារម្មណ៍ខ្លាចបន្តិចបន្តួចដែររហូតដល់តែសំឡេងពូមីងខ្សោយទៅនិងស្ងាត់បាត់ឈឹងតែម្ដងងាកមើលទៅមកបានជ្រុលដល់ជាង11កន្លះយប់អាត្រៀតទៅហើយខ្ញុំនៅឡើយតែរឹងត្របកភ្នែកដេកមិនលក់សោះយប់យន់កាន់តែស្ងាត់ខ្យល់ក៏បក់ផាត់ពប្រាក់មេឃឈើខាងក្រៅក៏កាត់នឹងជញ្ជាំងបន្លឺសំឡេងប្លែកយូរម្ដងក៏លើសំឡេងសត្វឆ្មារត់ដេញខំគ្នាកាត់ដំបូលនិងយំសំឡេងដូចជាកូនង៉ែម៉ាក់ខ្ញុំធ្លាប់ប្រាប់ថាសត្វឆ្មានៅពេលវាដល់ញីដល់ឈ្មោះវាមានសំឡេងបែបនេះឯងតែទោះជាយ៉ាងណាខ្ញុំហាក់ដូចជាមានអារម្មណ៍មួយថាព្រឺសម្បុរណាស់សំឡេងវាចាក់ចូលត្រជាអាក្រក់ស្ដាប់ម្លេះខ្ញុំមានអារម្មណ៍កាន់តែមិនស្រួលហើយក៏ចាំនឹកដល់ម៉ាក់របស់ខ្ញុំសាជាថ្មីនឹកដល់ម៉ាក់ដែលតែងតែដេកក្បែរនឹងផ្លូវធ្លាប់ជិះកង់ទៅសាលារៀនជាមួយឪពុកម៉ាក់នឹកផ្ទះដ៏កក់ក្ដៅម៉ាក់ខ្ញុំតែងតែផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានតែឥឡូវនេះខ្ញុំត្រូវមករស់នៅផ្ទះតូចមួយដែលគ្មានសូម្បីតែកង្ហារកាន់តែគិតខ្ញុំក៏កាន់តែកាត់ទុកនឹកដល់ប៉ាម៉ាក់បងស្រីបងប្រុសគ្រួសារដែលធ្លាប់តែរុងរឿងរស់នៅជុំគ្នាទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះដល់មិនដឹងខ្លួនខ្ញុំបានលួចយំខ្សឹកខ្សួលតែម្នាក់ឯងក្នុងភាពងងឹតពិតពុំមាននរណាបានឮឡើយឃ្លៀមនេះក៏ស្រាប់តែបានឮស្នូរស្រិបនៃសម្រាប់ជើងធ្ងន់ហាក់ដូចជាមានមនុស្សដើរអូសជើងកាត់ដីលើក្បាលដំណេកខ្ញុំគៀនជញ្ជាំងខាងក្រៅខ្ញុំភ្ញាក់ព្រឺងើយក្បាលទៅមើលជញ្ជាំងពុំច្បាស់ថាជាសម្រាប់ជើងរបស់សត្វឆ្មាធំដូចតែធ្លាប់ឮរាល់ដងឬយ៉ាងណាខ្ញុំផ្ទៀងត្រជាស្ដាប់រហូតដល់តែសំឡេងនោះរស័តហួសបាត់បន្សល់តែភាពស្ងាត់ជ្រងំនៅពុំទាន់សម្គាល់បានថាវាជាអ្វី
យប់កាន់តែជ្រៅដែរហើយមិនងងុយយ៉ាងណាក៏ខំប្រឹងថ្មិចភ្នែកខ្លាចស្អែកទៅរៀនមិនកើតចាំព្រឹកចាំយកទៅសួរមីងសុភ័ក្រវិញក្រែងលោកគាត់អាចនឹងដឹងខ្ញុំបន្តប្រឹងបិទភ្នែករហូតដេកលងលក់ទៅទាំងចម្ងល់បន្តមកដល់ព្រឹកព្រលឹមថ្ងៃរះឡើងផុសចេញពីគម្លាតភ្នំក្បែរផ្ទះជះពន្លឺរស្មីគ្របដណ្ដប់លើដីស្មៅស្លឹករុក្ខជាតិរលំសានដោយសន្សើមអាប់ចាប់គ្នាជាដំណក់ដកតាំងតែពីយប់មកសំឡេងមន្តអាគររងាវលន់មិនដាក់គ្នាអត់អាក់ល្វើយអំពីផ្ទះអ្នកស្រុកដែលតាំងនៅលើដីទំនាបខាងក្រោមខ្ញុំរៀបរកងូតទឹកនិងដើរទៅសាលារៀនជាមួយឪពុកម្ដែលកំពុងអង្គុយរង់ចាំនៅមាត់របងម្នាក់សក់ក្បាលឡើងកន្ទ្រីងកន្ទ្រើងមុខឡើងមមុលមានតែអាខេងម្នាក់ទេដែលគ្រាន់បើជាងគេចេះងូតទឹកសិតសក់ស្អាតបានមីងសុភ័ក្រស្លៀកពាក់ឲ្យវណ្ណិតប្អូនជីដូនមួយរបស់ខ្ញុំរួចគាត់ក៏ហុចប្រាក់ឲ្យពួកយើងម្នាក់1000រៀលរួចក៏កាន់ដៃវាដើរចេញទៅសាលារៀនជាមួយគ្នានិងបំបែកគ្នានៅសាលាចូលថ្នាក់រៀនរៀងខ្លួនអាវណ្ណិតប្អូនរបស់ខ្ញុំវារៀននៅថ្នាក់ទី3ខ្ញុំរៀនទី6ជាមួយពួកអាខេលុះដល់ពេលចេញលេងទើបខ្ញុំឆ្លៀតដើរទៅអឺតវាបន្តិចតាមដែលមីងសុភ័ក្រផ្ដាំមកឲ្យមើលប្អូនផងលុះរំលងដល់ម៉ោង11ថ្ងៃត្រង់ទើបមីងសុភ័ក្រមកទទួលវាទៅខ្ញុំនៅរៀនពេលល្ងាចមួយវេនទៀតប៉ុន្តែចន្លោះពេល2ម៉ោងនេះក៏នាំគ្នាត្រឡប់ទៅងូតទឹកហូបបាយឯផ្ទះដូចគ្នាចេញអំពីសាលារៀនជាមួយឪពុកម្ធ្វើដំណើររាប់តាមផ្លូវកៅស៊ូខាងក្រៅបំណងទៅទិញកូនសត្វជ័រនៅតុខាងមុខទុកលេងឈប់ពេលល្ងាចដើរបណ្ដាជជែកគ្នាលេងបណ្ដាមកដល់ក្បែរផ្លូវកែកែស្រាប់តែប្រទះមនុស្សជុំពួកគេកំពុងចំរោមគ្នាមើលសាកសពដែលរងគ្រោះថ្នាក់ចរាចរណ៍និងកំដៅផ្លូវអាពូម៉ាខ្ញុំទាំង3នាក់វារត់ស្រួលចូលទៅនិងអូដៃខ្ញុំទៅជាមួយពួកវាខ្ញុំស្ទាក់ស្ទើរបន្តិចប៉ុន្តែក៏ចង់ឃើញដែរចូលមកដល់គៀក្លិនឆ្អាបឈាមនិងក្លិនស្អុយនៃគ្រឿងក្នុងមនុស្សហក់ចូលមកក្នុងច្រមុះខ្ញុំភ្លាមបំណែកម៉ូតូរីកចាត់ចាយរាប់សិបម៉ែត្រសាកសពឃើញតែមួយកំណាត់ខ្លួនមកខាងលើដែលគេកំពុងគ្របដោយសម្ពុតសនិងមនុស្សប៉ុន្មានអ្នកទីពាក់ស្រោមដៃដើររើសកំតិចកំទីសាច់បែករីតាមថ្នល់កៅស៊ូនិងខ្លះជាប់នៅតាមមុខនិងកង់ឡាននៅដីដំណើរខ្យល់បក់រវិចប៉ាងសម្ពុតសនឹងឡើងផ្នែកខ្លះនៃសាកសពអាចមើលឃើញយ៉ាងច្បាស់ត្រង់បរិវេណចង្កេះសាច់ដាច់រហែកស្ញាញដូចជាផ្ទុះគ្រាប់មីនក្បាលរបស់សពនោះបែកខ្ទេចខ្ទីប៉លវល់មើលលេងយល់ដោយឡែកឯក្របភ្នែកបានលៀនចេញមកខាងក្រៅទន់ករងាហាក់ដូចជាកំពុងតែសម្លឹងមើលមកខ្ញុំលោហិតពណ៌ក្រហមស្រអាប់ស្រោចណាប់លើថ្នល់ជាតិជះក្លិនឆ្អាបក្រោមថ្ងៃក្តៅហែងមានអារម្មណ៍គួរឲ្យចង់ក្អួតខ្ញុំប្រញាប់ទាញដៃអាខេងនិងអាពីរអ្នកទៀតចេញពីកន្លែងនេះពួកវាហាក់ដូចជាគ្មានភាពតក់ស្លុតអ្វីបន្តិចសោះពួកយើងបន្តដើរទៅទិញកូនសត្វជ័ររួចក៏ត្រឡប់ទៅផ្ទះរៀងខ្លួន
ខ្ញុំហូបបាយមិនចូលទេនឹកស្រមៃដល់តែសាច់ដុំជាប់តាមថ្នល់ទៀងតក់ស្លុតនិងចង់ក្អួតក្នុងពេលដំណើរគ្នាបន្តមកដល់ពេលដេកក៏នៅតែដកជាប់កែវភ្នែកពុំគួរណាទៅមើលរបស់អស់ទាំងនឹងសោះស្របពេលជាមួយគ្នានេះមីងសុភ័ក្របានបើកទ្វារបន្ទប់កាន់ពិលមួយព្រមទាំងនិយាយទៅកាន់ពូដនថាពុកវាជូនខ្ញុំទៅបង្គន់ឯក្រោយផ្ទះបន្តិចមើលដូចជាមិនសូវស្រួលពោះសោះពូដនចេញមកទាំងងងុយតាមពីក្រោយនឹងបើកទ្វារផ្ទះខាងមុខចេញទៅខ្ញុំនៅតែរើខ្លួនទៅមកខាងក្នុងភួយបែកញើសស្រាតស្អិតពេញខ្លួនលុះមួយស្របក្រោយក៏សម្រេចងើបខ្លួនចេញអំពីកម្រាលដេកសំដៅទៅពីក្បែរផ្ទះលុបលាងមុខមាត់ដៃជើងឲ្យវាស្រឡះស្រួលខ្លួនបន្តិចក្រោយពេលមីងសុភ័ក្រនិងពូដនត្រឡប់មកវិញគាត់ក៏សួរមកកាន់ខ្ញុំថាអាបញ្ញាម្ដេចក៏អត់ដេកចឹងក្មួយនេះយប់ណាស់ហើយខ្ញុំក្បង់ទឹកក្នុងផ្ទិលសាច់លើមុខបណ្ដានិងប្រាប់ទៅកាន់គាត់បណ្ដាថាខ្ញុំដេញមិនតន់លក់ទេមីងគាត់ដើរចូលទៅក្នុងផ្ទះរួចងាកមកប្រាប់ខ្ញុំអញ្ចឹងមីងទៅសម្រាកវិញហើយចូលមកវិញកុំភ្លេចបិទទ្វារផ្ទះផងក្មួយខ្ញុំបន្តយកទឹកមកផ្ទះលាបលើខ្លួននិងលាងដៃជើងដំណាងខ្យល់ជំនោរតិចពុះប្រាក់ខ្លួនបកធ្លាក់ត្រជាក់ស្រួលជាងមុនក្នុងពេលជាមួយគ្នានេះដែរស្រាប់តែសត្វឆ្កែចាប់ផ្ដើមលូត្រហឹងវែងនៅឯផ្លូវខាងមុខវាព្រុសហិតប្រដេញរហូតមកដល់ខាងមុខផ្ទះខ្ញុំបោះផ្តិលចូលទៅក្នុងពីងនិងឆ្លៀតងាកសម្លឹងចង់ដឹងថាវាព្រុសអ្វីខណៈជើងឈានទៅក្នុងផ្ទះបណ្ដាយកដៃបិទទ្វាររួចទៅឆ្លៀតលបមើលតាមប្រឡោះប្រហោងតូចនៅលើទ្វារសំឡេងឆ្កែនៅតែបន្តលូនៅម្ដុំមុខផ្ទះក្រោមខ្យល់រសាត់រង្គើមេឃឈើប្រោកកណ្ដាលយប់ងងឹតស្លុបខណៈដែលខ្ញុំដាក់ភ្នែកទៅក្បែរជ្រុងរបងខាងក្រៅស្រាប់តែប្រទះអ្វីមួយកំពុងតែផ្លាស់ទីវើក្នុងភាពងងឹតខ្ញុំប្រឹងបើកភ្នែកតាមសង្កេតស្របពេលដែលសំឡេងឆ្កែលូរងំខ្យល់កន្ត្រាក់មកមួយវឹបវត្តស្រមោលមេឃឈើទៅខាងលើភ្លាមស្រាប់តែលេចរូបរាងមនុស្សស្រីធំទ្រដឹងកម្ពស់ខ្ពស់ជាងមនុស្សធម្មតាឲ្យឃើញយ៉ាងច្បាស់សក់វែងសំពីងសំពងស្បែកក្រៀមស្ងួតស្លេកស្លាញ់ក្រម៉ៅគ្របលើផ្ទៃមុខដែលមានភ្នែករុំខោងងឹតចូលទៅខាងក្នុងព្រមទាំងយកដៃក្តៅពោះធំកំប៉ោងបន្លឺសំឡេងខ្សាងអំពីខាងក្រៅរបងខ្ញុំភ្ញាក់ដួលមកខាងក្រៅនិងស្រែកឡើងរំពងផ្ទះថាខ្មោចលោកនឹងរត់ទៅគោះទ្វារមីងសុភ័ក្រក្តេងក្តាំងទាំងកណ្ដាលយប់ពួកគាត់បានស្ទុះចេញមកមើលភ្លាមនិងអុជភ្លើងមកភ្លឺក្នុងផ្ទះសួរនាំមកកាន់ខ្ញុំនិងនាំខ្ញុំទៅដេកខាងក្នុងដែរគាត់ភ្ញាក់ផ្អើលដោយឡែកពូដនគាត់ចេញទៅអោនមើលតាមប្រឡោះក្តារខាងមុខរួចក៏ត្រឡប់មកវិញប្រាប់ទៅកាន់ប្រពន្ធគាត់ថាមិនឃើញមានអីផងមីងសុភ័ក្រនិយាយលងកុំឲ្យខ្លាចនិងទាញខ្នើយដាក់ឲ្យដេកក្បែរកូនរបស់គាត់ក្នុងបន្ទប់តែមួយខ
ខ្ញុំនៅតែសល់អារម្មណ៍តក់ស្លុតនឹងអ្វីដែលបានឃើញមុននេះខ្ញុំខំថ្មិចភ្នែកដៃកាន់ក្តាប់ជាយអាវរបស់មីងសុភ័ក្រជាប់ខ្ញុំខ្លាចខ្លាំងណាស់ខ្ញុំចង់ទៅផ្ទះវិញចង់នៅជិតម៉ាក់របស់ខ្ញុំបន្តមកដល់ព្រឹកព្រលឹមខ្ញុំពុំបានទៅរៀនទេព្រោះតែខ្លួនឡើងកម្ដៅរងាញាក់ធ្លាក់ខ្លួនជឿគ្រុនតាំងតែពីទៀបភ្លឺមីងសុភ័ក្របានហៅតាក្រូចដែលជាគ្រូពេទ្យនៅខាងក្នុងភូមិឲ្យមកពិនិត្យអាការៈនិងព្យាបាលទម្រាំតែបានធូរស្បើយឡើងវិញហើយអាចត្រឡប់ទៅរៀនបានរំលងអស់ 4-5 ថ្ងៃឯណោះមីងសុភ័ក្របាននាំខ្ញុំទៅសម្រាកនៅលើគ្រែខាងមុខផ្ទះដើម្បីងាយស្រួលឲ្យពេទ្យចូលមកពិនិត្យនិងតាមដានអាការៈដៃនៅជាប់ខ្សែសារ៉ូតែរៀងថយកម្ដៅខ្លួនត្រជាក់មកវិញខ្លះហើយបន្តដល់ថ្ងៃរសៀលល្ងាចតែក្រោយក៏មកម្ដងទៀតនឹងដោះមកជុលសារ៉ូចេញអំពីដៃខ្ញុំបន្ទាប់ពីដាក់អស់ជាច្រើនថ្ងៃគាត់បានប្រាប់បន្ថែមថាឲ្យសម្រាប់ពី3ថ្ងៃទៀតទៅលេងអីហើយនិយាយរួចគាត់ក៏គិតប្រាក់ពីមីងសុភ័ក្រនឹងរៀបចំសម្ភារៈដាក់ចូលកាបូបយួរធំពណ៌ខ្មៅដែលសម្ដេចម៉ូតូនឹងបោះចេញទៅរកអ្នកជំងឺបន្តទៀតគាត់ចេញទៅផុតមិនបានប៉ុន្មាននាទីផងអ្នកស្រុកក៏ផ្អើលរត់បញ្ចាប់លោកពូម្នាក់ហុយដីត្រឡោកគាត់រត់ផងស្រែកផងថាកុំយកអញទៅអីកុំយកអញទៅអីស្របពេលដែលមីងសុភ័ក្រកាន់កូនកសែងពោះគោចេញពីក្នុងផ្ទះគាត់ស្រដីឡើងម្នាក់ឯងថានេះជាប្តីរបស់នាងម៉ារីទេតើហើយវាកាស្អីវានឹងនិយាយរួចគាត់ក៏បន្តដើរចូលទៅក្នុងវង់មនុស្ស 4-5 នាក់ដែលកំពុងឈរជំនុំគ្នានៅខាងមុខផ្ទះមីងខ្ញុំគាត់សួរទៅអ៊ំប្រុសម្នាក់ដែលឈរនៅក្បែរគាត់ថាអ៊ំហើយអាចចម្រុងវាកើតអីនឹងអ៊ំលោកអ៊ំនោះក៏បានតបថាអ៊ំមិនសូវច្បាស់ទេទើបតែត្រឡប់មកពីចំការដែរឮគេនិយាយថាអាចចម្រុងវាកាន់កំបិតរត់កាប់នេះកាប់នោះនឹងស្រែកខ្លងខ្លោតែម្នាក់ឯងថាកុំយកអញទៅកុំយកអញទៅដូចជាមនុស្សឈួតសតិអញ្ចឹងមិនដឹងវាកាត់ស្អីវាទេប្រពន្ធទើបតែស្លាប់មិនទាន់បានប៉ុន្មានថ្ងៃផងអ្នកភូមិគេព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃទើបគេនាំគ្នាទៅចាប់ចងវាឲ្យនៅមួយកន្លែងសិននឹងណាមីងរបស់ខ្ញុំគាត់ស្ដាប់ឡើងចំហមាត់និងងក់ក្បាលតាមបណ្ដាពេលអ៊ំប្រុសនឹងនិយាយដំណាងពួកអាខេវាត្រឡប់មកពីរៀនវិញក៏ឆ្លៀតឈៀងចូលមកសួរសុខទុក្ខខ្ញុំមួយភ្លាមដែរហើយក៏បានលួចបេះផ្លែទៀបកាន់មកជាមួយឲ្យខ្ញុំហូបទាំង3នាក់ដាក់ខ្លួនអង្គុយនៅចុងគ្រែនិងសួរមកកាន់ខ្ញុំថាបញ្ញាហើយឯងទៅរៀនវិញថ្ងៃណាខ្ញុំច្រត់ខ្លួនងើបអង្គុយឲ្យត្រង់បន្តិចមុននឹងតបទៅថាស្អែកនេះអញទៅរៀនវិញបានហើយកុំភ្លេចនាំគ្នាមកចាំអញផងវើយនិយាយជជែកគ្នាលេងអស់មួយសន្ទុះទៅពួកវានាំគ្នាលីនិងបន្តដំណើរដើរហួសទៅផ្ទះរៀងខ្លួនថ្ងៃស្អែកថ្មីបានចូលមកដល់
ខ្ញុំក៏ត្រឡប់ទៅរៀនជាធម្មតាជាមួយឪពុកម៉ាដើរជុំគ្នាដូចរាល់ដងហាក់រឿងពឹងឡើងមកវិញហើយគ្រាន់តែក្នុងអារម្មណ៍នៅភ័យផ្អើលមិនច្បាស់ក្នុងចិត្តថាអ្វីដែលខ្ញុំបានឃើញកាលយប់នោះវាជាការពិតឬក៏យ៉ាងណាបន្តមកដល់ក្រោយម៉ោងចេញលេងនៅសាលារៀនពួកយើងទាំង4នាក់អង្គុយជុំគ្នាលើបងថ្មក្បែរសួនច្បារខ្ញុំចាប់ផ្ដើមប្រមូលក្បាលពួកវាឲ្យមកស្ដាប់ខ្ញុំបានរៀបរាប់ហេតុការណ៍តក់ស្លុតដែលខ្ញុំបានឃើញកាលពីយប់នោះហើយក៏ជាដើមហេតុដែលធ្វើឲ្យខ្ញុំក្រត់អស់ជាច្រើនថ្ងៃពួកវាចំហមកស្ដាប់យ៉ាងយកចិត្តទុកដាក់ខ្ញុំបន្តប្រាប់តាមដំណើរការតាំងតែពីដើមដល់ចប់ភ្លាមអាស្ដៅដែលនៅគៀនដៃខ្ញុំវាក៏លន់មាត់ឡើងថាបើតាមតែឯងនិយាយថាឃើញមនុស្សស្រីឈរយកដៃឲ្យពោះធំកំប៉ោងមេឃអញថាឯងច្បាស់ជាត្រូវខ្មោចមីងម៉ារីឡងហើយដំណើរគ្នាអាកដាមក៏លូកសំដីមកដែរថាមានហើយម៉ែរបស់អញក៏ធ្លាប់ឃើញដែរមិនមែនឃើញតែរូបរាងស្រមោលមិនច្បាស់លាស់ទាំងអស់នោះទេថែមទាំងស្រែកហៅឈ្មោះរបស់ម៉ែអញច្បាស់ពីមុខផ្ទះទៀតផងអាខេវាមិនបាននិយាយអីនឹងគេទេវាកំពុងតែស្មឹងស្មាតចាំស្ដាប់បន្តបើតាមពួកវានិយាយក៏សមហេតុផលដែរទោះត្រង់តែខ្ញុំទៅធ្វើអីគាត់ខ្ញុំមិនដែលតែឃើញមុខគាត់កាលពីនៅរស់ផងពួកយើងនៅតែបន្តជជែកគ្នាអំពីរឿងនេះបន្តដល់ពេលដើរត្រឡប់ទៅលំនៅស្ថានវិញក៏ពុំបានជប់និយាយឡើងប៉ុន្តែជំហានជើងបានឈានមកដល់មាត់របងទៅហើយក៏លាគ្នាត្រឹមនេះនឹងកាច់ចូលទៅក្នុងផ្ទះផ្លុកប្រទេសពូដនកំពុងតែដោះលាងម៉ូតូអាកែបកាត់កញ្ចាំងរបស់គាត់នៅជំហានផ្ទះជាមួយវណ្ណិតខ្ញុំដើរហួសចូលទៅខាងក្នុងនិងបដូរសម្លៀកបំពាក់ត្រឡប់មកវិញជួយដោះលាងម៉ូតូគាត់បន្តមកដល់ក្រោយពីបាយល្ងាចរួចខ្ញុំក៏រលាកម្រាលដេកត្រង់កណ្ដាលផ្ទះដដែលតាមទម្លាប់ហើយក៏សង្ឃឹមក្នុងចិត្តថាអ្វីដែលខ្ញុំបានឃើញពីមុនវាគ្រាន់តែជាការរវើរវាយដោយខ្លួនឯងទៅចុះខ្ញុំដេកលក់បានមួយសន្ទុះក៏ត្រូវភ្ញាក់ឡើងមកវិញដោយសារតែញើសចូលខ្លួនប្រាណនិងមានអារម្មណ៍ថាស្ងួតកក្នុងភាពងងឹតសន្សងខ្ញុំលូកដៃរាវរកកែវទឹកដែលមីងសុភ័ក្រទុកឲ្យដាក់ក្បែរទូរទស្សន៍តែឃើញត្រឹមតែកែវទទេប្រហែលជាវណ្ណិតវាផឹកអស់ហើយខ្ញុំក្រោកឈរយឺតបំណងទៅយកទឹកនៅឯក្រោយដើរកាត់មុខបន្ទប់មីងសុភ័ក្រនិងបន្ទប់ដាក់របស់របរមួយទៀតនៅជាប់គ្នាខ្ញុំបន្តបោះជំហានមួយវាមិនជាងងឹតអីខ្លាំងទេល្មមអាចមើលឃើញផ្លូវស្ទង់តម្រង់ទៅកាដុំទឹកពណ៌សនៅលើកៅអីឈើក្បែរមាត់ទ្វារដើរកាត់ចំអូផ្លូវបានប៉ុន្មានចំហៀនស្រាប់តែខ្យល់ត្រជាក់ស្រេះបក់ផាត់បប្រាស់ខ្លួនខ្ញុំធ្វើឲ្យព្រឺសម្បល់ខ្ញាក់ខ្ញាក់ខ្ញុំងាកមើលទៅទ្វារឃើញវានៅបិទជិតទាំងស្រុងពុំមានចន្លោះប្រហោងគួរឲ្យមានខ្យល់ចូលបានឡើយដំណើររាល់គ្រប់ជំហានដែលបោះឈានចូលទៅក្នុងភាពងងឹត
វាហាក់ដូចជាមានសំឡេងចម្លែកមិនលឺមកព្រមគ្នាខ្ញុំឈោមដៃទៅចាក់ទឹកមួយកែវឲ្យបានលឿននិងប្រញាប់ត្រឡប់ទៅកន្លែងដេកវិញយ៉ាងប្រញាប់ប៉ុន្តែខណៈពេលដែលខ្ញុំងាកមកខាងក្រោយវិញអ្វីក៏បែរជាផ្លាស់ប្ដូរពុំមែនចង្អោរផ្លូវក្នុងផ្ទះទៀតទេខ្ញុំបែរជាកំពុងដើរនៅលើផ្លូវលំតូចចង្អៀតកាត់តាមចំការពោតដើរកាត់ផ្លូវផ្ទះអ្នកស្រុកមួយតែបិទទ្វារជិតឈឹងភាពស្ងាត់ជ្រងំធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ភ័យខ្លាចនិងមិនយល់អ្វីជាអ្វីទេជើងរបស់ខ្ញុំវាចេះតែបន្តដើរទៅមុខបញ្ជាខ្លួនឯងមិនបានខ្ញុំភ័យខ្លាំងណាស់មិនយល់ទេថាកំពុងតែមានរឿងអ្វីកើតឡើងជំហានរបស់ខ្ញុំបន្តនាំផ្លូវរហូតដល់ព្រៃមួយដែលមានដើមឈើដុះយ៉ាងក្រាស់ឃ្មឹកខ្ញុំមិនអាចសម្គាល់ដឹងទេថាជាកន្លែងណាឃើញតែពន្លឺភ្លើងមួយចំកណ្ដាលព្រៃផ្លុំហាក់ដូចជាកំពុងតែរង់ចាំខ្ញុំឈានជើងចូលទៅកាន់តែជ្រៅស្រាប់តែមានខ្យល់បក់ខ្លាំងមកមួយរំពេចស្លឹកឈើរេរំជ្រូករត់រាយសំឡេងប្រក់ប្រាស់ដើមឈើធំខ្ពស់ដល់ជុំជិតខ្លួនបានបិទពន្លឺព្រះច័ន្ទធ្វើឲ្យបរិយាកាសកាន់តែងងឹតសុំលើដើមខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាកក់ប្រក្រតីតែវាយឺតពេលទៅហើយជើងរបស់ខ្ញុំហាក់ដូចជាជាប់គាំងនៅនឹងដីកម្រាស់មិនរួចភ្លាមនោះស្រាប់តែលេចរូបរាងស្រមោលមនុស្សស្រីម្នាក់មានខ្សែកស្រាក់ជាប់កចងសំយំខ្លួនយល់រង្គើតាមខ្យល់ស្រមោលនោះចាប់ផ្ដើមរើកម្រើយឺតដៃរបស់វាលើកឡើងក្តៅពោះដែលធំកំប៉ោងបន្លឺសំឡេងខ្សែស្អកចេញពីមាត់ភ្លាមស្រាប់តែប្រកាច់ទូធាក់ដៃជើងឈាមពណ៌ខ្មៅហូរចេញពីក្នុងមាត់តក់ដកដល់ចុងជើងហើយខ្សែចំណងដែលចងជាប់កនោះក៏ដាច់ទម្លាក់រូបរាងកាយទាំងមូលមកសង្កត់លើខ្ញុំទាំងឈាមក៏ខ្លាក់ខ្ញុំបិទភ្នែកស្រែកឡើងបាត់សំឡេងស្រវេស្រវាដកខ្លួនចេញរំពេញនោះស្រាប់តែមានដៃមនុស្សមកចាប់ស្មារបស់ខ្ញុំទាំងពីរអង្រួនខ្លាំងខ្ញុំបើកភ្នែកឡើងគឺឃើញខ្លួនឯងកំពុងតែស្ថិតនៅលើកម្រាស់ដេកដដែលនិងមានអារម្មណ៍ថាស្ពឹកជើងទាំងពីរខ្លាំងណាស់មីងសុភ័ក្រនិងពូដនបានអុជភ្លើងមកភ្លឺនិងសួរនាំខ្ញុំថាកើតអីតាមពិតមុននេះខ្ញុំដេកយល់សប្សំមិនដេកក៏គួរឲ្យខ្លាចយ៉ាងនេះប្រហែលមកពីខ្ញុំគិតច្រើនអំពីរឿងដែលរវើរវាយថ្ងៃមុននោះហើយដោយឃើញសភាពខ្ញុំបែបនេះមីងសុភ័ក្រក៏បានរើភួយរើខ្នើយចេញមកសម្រាមក្បែរខ្ញុំព្រោះក្នុងបន្ទប់ក្រេតូចតែមួយទាំងពូដននិងវណ្ណិតផងបើថែមខ្ញុំម្នាក់ទៀតច្បាស់រើខ្លួនមិនរួចដូចថ្ងៃមុនមីងសុភ័ក្រទំរើតខ្លួននឹងនិយាយលួងលោមប្រាប់ឲ្យខ្ញុំដេកគាត់ប្រាប់ថាមិនមានអីទេគ្រាន់តែយល់សប្តិប៉ុណ្ណោះលុះមួយស្របក្រោយខ្ញុំក៏រៀងស្ងប់ចិត្តរួចលងលក់ទៅម្ដងទៀតនិងមិនបានដឹងអ្វីទៀតទេរយៈពេលប៉ុន្មានយប់មកនេះខ្ញុំនៅតែបន្តយល់សប្តិចម្លែកនិងគួរឲ្យខ្លាចដល់តែមីងសុភ័ក្រត្រូវមកដេកកំដររាល់ថ្ងៃមករស់នៅ
ខាត់បាយខាត់អង្គគាត់ហើថែមទាំងរវល់ដល់គាត់ទៀតតែខ្ញុំពិតជាខ្លាចណាស់ស្មារតីលេងនៅនឹងខ្លួនហើយវិលវល់តែជាមួយនឹងរឿងដែលគួរឲ្យខ្លាចទាំងនេះពុំបានរៀនពុំបានសូត្រទេក្នុងយុគនេះដែរក៏មិនខុសពីយុគមុនមីងសុភ័ក្រកំពុងតែរៀបចំក្រានកំរាលដេកកំដរដោយឡែកពូដននៅសម្រាប់ក្នុងបន្ទប់ជាមួយវណ្ណិតទោះបីជាមីងសុភ័ក្រដេកកំដរនៅក្បែរក៏ដោយក៏នៅតែរលាវស្ទើរលក់ស្ទើរភ្ញាក់ហើយក្នុងអារម្មណ៍ចេះតែភ័យខ្លាចដកជាប់ក្នុងចិត្តសំឡេងសត្វចង្រិតយំរងំសំឡេងសត្វទីទុយយំល្វើយពីចម្ងាយធ្វើឲ្យខ្ញុំកាន់តែព្រឺព្រួយខ្ញុំព្យាយាមថ្មិចភ្នែកដេកយ៉ាងស្ងៀមស្ងាត់គ្រប់គ្រងអារម្មណ៍ដែលកំពុងតែមានភាពរញ៉េរញ៉ៃស្មារតីខ្ញុំហាក់ខ្សោយខ្លាំងណាស់ដេកភ្ញាក់មិនស្កប់ស្កល់សោះខណៈដែលខ្ញុំកំពុងតែដេកគិតច្រើននោះស្រាប់តែត្រចៀករបស់ខ្ញុំក៏ចាប់លឺនៅសំឡេងខ្សោបតិចដូចជាមានខ្យល់បក់កាត់ស្លឹកឈើស្ដាប់យូរទៅកាន់តែច្បាស់ឡើងហាក់ដូចជាមិនមានស្នូស្លឹកឈើក៏កាត់គ្នាទៀតទេវាបែរជាដូចទៅនឹងអ្វីមួយកំពុងតែផ្លាស់ទីអូសដីយឺតនៅខាងក្រៅផ្ទះភ្លាមសត្វឆ្កែអ្នកស្រុកក៏បន្លឺសំឡេងលូយ៉ាងក្រលួចលាន់រំពងព្រោះបន្លឺឆ្លើយឆ្លងគ្នាជាបន្តខ្ញុំបិទភ្នែកជិតឈឹងព្យាយាមមិនស្ដាប់ប៉ុន្តែវាហាក់ចាក់ដោតចូលក្នុងត្រចៀករបស់ខ្ញុំកាន់តែខ្លាំងឡើងមួយសន្ទុះក្រោយមកភាពស្ងៀមស្ងាត់ក៏គ្របដណ្ដប់វិញខ្ញុំមិនតដេកស្ដាប់ដោយប្រុងប្រយ័ត្ននិងមិនកម្រើកខ្លួនឡើយរពេញនោះស្រាប់តែភ្នែករបស់ខ្ញុំក្រឡេកឃើញពន្លឺព្រឹមចាំងចូលតាមចន្លោះក្តារជញ្ជាំងដំណាំខ្ញុំងាកទៅខាងក្រៅខ្យល់កន្ត្រាក់មកមួយវឹកទ្វារក៏របើកឡើងលន់ស្នុកក្តេងខ្ញុំភ្ញាក់ងើបស្ទុះទៅបំរុងរុញទ្វារបិទប៉ុន្តែភ្នែកបែរជាទៅឃើញវោស្រមោលខ្មៅរូបរាងដូចមនុស្សរាប់សិបនាក់កំពុងតែដើរឆ្លងកាត់ផ្លូវលំខាងមុខផ្ទះពន្លឺព្រះច័ន្ទស្ទុំជះចោះព្រាលកណ្ដាលអាត្រាពួកវាទាំងនោះមើលទៅស្លេកស្លាំងប្រផេះហាក់ដូចជាគ្មានរូបរាងពិតប្រាកដឡើយខ្លះអត់ដៃខ្លះអត់ជើងក្បាលត្រងិលដំណើរខុសប្រក្រតីខ្លះវាជើង4លើដីដូចជាសត្វកាយវិការកន្ត្រេះកន្ត្រាក់យឺតបំលាស់ទីទៅមកកាត់មុខផ្ទះមិនដឹងថាទៅណាទេខ្ញុំបើកភ្នែកធំសម្លឹងមើលដល់ភាពរន្ធត់ភាពភ័យខ្លាចបានគ្របដណ្ដប់ពេញរូបរាងកាយរបស់ខ្ញុំឲ្យចាំងធ្មឹងសឹងបាត់បង់ស្មារតីខ្ញុំញញែត្រជាក់ចុងដៃចុងជើងនិងបែកញើសជោកនៅលើថ្ងាសព្យាយាមទប់ទល់នឹងអារម្មណ៍ភ័យខ្លាចនេះខ្ញុំចង់ស្រែកហៅមីងសុភ័ក្រប៉ុន្តែសំឡេងរបស់ខ្ញុំហាក់ដូចជាស្ទះជាប់នៅក្នុងបំពង់កកែវភ្នែកនៅតែបន្តបើកធំសំឡេងមើលពពួកអស់នោះមិនដឹងថាវាជាអ្វីទេរហូតដល់តែគ្រប់គ្រងខ្លួនឯងបានមកវិញខ្ញុំក៏ថយរត់ចូលមកក្នុងបំរុងគោះទ្វារបន្ទប់របស់ពូមីងស្រាប់តែទ្វារបន្ទប់គាត់បែរជាបើកចំហមិនឃើញពួកគាត់ឡើយឃើញតែពូនប្រុសជាដូនមួយកំពុងដេកលក់មិនដឹងអីខ្ញុំស្ទុះឡើងទៅក្បែរវា
ទាញភួយមកក្រឡុំទាំងញញែកនៅខាងក្នុងបែកញើសស្រស្រាច់ខ្ញុំខ្លាចខ្លាំងណាស់ខ្ញុំចង់ទៅផ្ទះវិញខ្ញុំចង់នៅជិតម៉ារបស់ខ្ញុំទឹកភ្នែកហូររហាមកាត់លើផ្ទៃមុខរបស់ខ្ញុំក្នុងសភាពភ័យខ្លាចរញ៉េរញ័រដូចជាកូនសត្វភ្លាមស្រាប់តែមានដៃមួយលុកមកចាប់ខ្ញុំធ្វើឲ្យខ្ញុំកាន់តែស្រែកយំខ្លាំងឡើងរហូតភ្ញាក់អាវ៉ាន់នឹកដែលនៅជិតខ្លួនដំណើរសំឡេងមីងសុភ័ក្របានបន្លឺឡើងប្រាប់ខ្ញុំថាបញ្ញាគឺមីងទេកុំភ័យអីហើយកាត់អីទៀតហើយក្មួយបើកភួយឡើងមកក៏ប្រទះមីងសុភ័ក្រនិងពូដនកាន់ពិលអង្គុយនៅក្បាលគ្រែប្រហែលជាពួកគាត់ទើបតែត្រឡប់មកពីបង្គន់នៅឯក្រោយផ្ទះពូដនដកដង្ហើមធំនិងនិយាយថាមិនបានទេបើនៅតែបែបនេះច្បាស់ជាឈឺគ្រុនកូនគេងាប់ហើយស្អែកនេះចាំពូនាំទៅរកលោកតាឲ្យស្រោចទឹកឲ្យបន្តិចនៅពេលព្រឹកឡើងខ្ញុំបានប្រាប់រឿងរ៉ាវដែលខ្ញុំបានឃើញកាលពីយប់មិញលំអិតទៅកាន់មីងសុភ័ក្រនិងពូដនពួកគាត់អង្គុយជិតខ្ញុំនិងស្ដាប់យ៉ាងយកចិត្តទុកដាក់ថ្ងៃនេះពូដនពុំបានទៅធ្វើការទេគឺកំពុងតែបោះជូតម៉ូតូកញ្ចាស់និងបរនាំខ្ញុំវាងទៅផ្លូវខាងក្រៅភូមិដើម្បីឡើងទៅលើវត្តជំរាបឡើងទៅមិនសូវជាខ្ពស់ប៉ុន្មានតែដោយហេតុម៉ូតូចាស់ក៏ប្រឹងរកម៉ាស៊ីនហុយផ្សែងត្រឡោកមកដល់ខាងលើពូដនវាចន្ទល់ម៉ូតូនិងនាំខ្ញុំដើរថ្មើរជើងបន្តសំដែងកត់ឈើចំណាស់ឆ្នាំមួយខ្នងធំជាងគេដែលមានលោកតាគង់នៅខាងក្នុងក្រោយពីថ្វាយបង្គំព្រះអង្គរួចពូដនក៏ចាប់រៀបរាប់ហេតុការណ៍គ្រប់យ៉ាងដែលបានកើតឡើងលើខ្ញុំនិងសូមឲ្យលោកតាជួយស្រោចទឹកប្រោះព្រំបណ្ដេញឧបទ្រពចង្រៃនេះចេញលោកញញឹមទទួលដឹងនិងបញ្ជាឲ្យពូដនទៅរៀបចំទឹកមួយធំខ្ញុំអង្គុយនៅលើកៅអីជ័រពណ៌ក្រហមលើកដៃសំពះដំណើរទឹកហូរធ្លាក់ស្រោចលើក្បាលជាច្រើនផ្ទៃត្រជាក់ស្រេះលីឡំសំឡេងសូត្រធម៌ជាច្រើនមេចាក់ចូលត្រជាព្រឺដល់ក្បាលការចប់កិច្ចរួចរាល់ហើយលោកតាក៏ឲ្យតាមទៅលើគាត់ទាំងអស់គ្នាលោកតាញញឹមតិចយកដៃអង្អែលក្បាលខ្ញុំនិងមានសង្ឃនៃការថាតែប៉ុណ្ណេះលេងអីហើយអាចារ្យលោកតាមានសង្ឃនៃការបណ្ដានិងចាប់ខ្សែកមួយខ្សែដែលមានបតោនធ្វើអំពីឈើខ្មៅរុំដោយអំបោះសប៉ុនមេដៃពាក់មកលើកខ្ញុំដំណាងពូដនខិតចូលមកគីលោកតាក៏បន្តទៀតថាញោមដនអើយខាងមុខផ្ទះរបស់ឯងនោះវាគឺជាផ្លូវរបស់គេជាផ្លូវដែលពពួកប្រលឹងវិញ្ញាណដើរឆ្លងកាត់ជាយូរមកហើយការដែលអាចารย์នេះវាអាចមើលឃើញក៏ដោយសារតែវាមានស្មារតីទន់ខ្សោយហើយរាសីធ្លាក់ផ្សំគ្នាផងទើបបានជាឃើញពពួកអមនុស្សទាំងនោះដល់ចៃដន្យទៅគេនៅតែគេហើយក៏នៅជាយូរមកហើយព្រោះនៅរៀងខ្លួនចុះគេគ្មានបំណងលោកបន្លាចយើងទេហើយយើងក៏មិនអាចទៅធ្វើអ្វីគេបានដែរលោកតាបាយមកខ្ញុំដោយញញឹមតិចរួចលោក
ក៏បន្តផ្ដែផ្ដាំថាកុំបារម្ភអីអាចារ្យតែប៉ុណ្ណេះលែងបានឃើញពួកវាទៀតហើយក្រោយពីត្រឡប់មកដល់ផ្ទះវិញបន្តមកដល់មួយរយៈនេះខ្ញុំពុំបានឃើញឬក៏ឮសំឡេងចម្លែកអ្វីទៀតទេគ្រប់ពេលដែលខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្ញុំក៏តែងយកដៃក្តាប់ចាប់ខ្សែកដែលលោកតាឲ្យមកវាអាចជួយឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅប្រៀបដូចជាមានមនុស្សតាមថែរក្សានៅក្បែររំលងមកជាច្រើនឆ្នាំក្រោយម្ដាយរបស់ខ្ញុំក៏មកទទួលទៅរស់នៅជាមួយគាត់ឯផ្ទះកំណើតវិញដោយជីវភាពគ្រួសាររបស់ខ្ញុំពេលនេះហាក់ប្រសើរឡើងមកវិញខ្លះហើយមិនជាមានបានអីទេគ្រាន់តែអាចដោះបំណុលធំបានមួយចំនួននៅសល់តែប៉ុន្មានឆ្នាំទៀតខ្ញុំក៏រៀនចប់និងបានចេញជួយធ្វើការពួកគាត់បានមួយកម្លាំងទៀតទោះបីជាពេលវេលាកន្លងផុតមកជាច្រើនឆ្នាំហើយក៏ដោយខ្ញុំនៅតែចងចាំរាល់រឿងរ៉ាវដែលបានជួបនៅភូមិជាប់ជើងភ្នំនោះតែពុំមានអារម្មណ៍ភ័យខ្លាចទៀតទេនៅសេសសល់តែអារម្មណ៍នឹកនេះនឹកដល់ផ្ទះមីងសុភ័ក្រដែលធ្លាប់ដេកនឹកផ្លូវធ្លាប់ដើរទៅរៀនជាពិសេសគឺអាពូម៉ាក់ទាំង3គឺអាខេអាស្ដៅនិងអាក្តានខ្ញុំនៅតែអាចចងចាំឈ្មោះរបស់ពួកវាបានច្បាស់បើសិនមានឱកាសខ្ញុំនឹងទៅលេងពួកវាម្ដងនិងចង់អរគុណពួកវាតែបានមកកើតអនុស្សាវរីយ៍ពីក្មេងៗជាមួយគ្នាឲ្យខ្ញុំចងចាំជារៀងរហូត